ការលើកលែងនឹងការអនុគ្រោះពិតជាសំខាន់សម្រាប់មនុស្សយើងម្នាក់ៗមនុស្សធ្វើខុសហើយដឹងខ្លួនសូមឱកាសនឹងកែតែបុគ្គលដែលល្អពិតប្រាកដត្រូវតែផ្ដល់ឱកាសឲ្យមនុស្សជុំវិញខ្លួនរបស់យើងបានកែប្រែនៅចំណុចខ្វះខាតមនុស្សខ្ញុំតែងតែឈរនៅលើឆន្ទៈមួយនៅលើភាពស្មោះត្រង់និងអំពើល្អអ្វីដែលសំខាន់បំផុតបែងចែកភាពខុសនឹងត្រូវឲ្យបានច្បាស់លាស់ខ្ញុំមិនដែលបានខ្វល់ចំពោះអ្នកដែលគិតខុសមកលើខ្ញុំឬក៏យល់ច្រឡំក្នុងប្រការណាមួយដែលគាត់មិនដែលស្គាល់ពីរូបខ្ញុំផ្ទាល់តែអ្វីដែលខ្ញុំអាចធ្វើបានគឺខ្ញុំនៅតែឈរនៅលើឆន្ទៈនិងភាពស្មោះត្រង់ដែលធម្មជាតិរបស់ខ្ញុំមានអ្វីដែលខ្ញុំសប្បាយចិត្តបំផុតគឺម៉ាក់យាយជាទីស្រឡាញ់របស់ខ្ញុំជាមួយនឹងមេធាវីប្រចាំក្រុមហ៊ុនរបស់ខ្ញុំគឺគាត់មានអារម្មណ៍ថារំភើបដែលធ្វើឲ្យបុគ្គលពីរនាក់ដែលធ្លាប់មានបញ្ហាជាមួយគ្នារហូតមកដល់អាចចាប់ដៃគ្នាបាននិងអោបគ្នាបានខ្ញុំធ្លាប់បានបង្ហោះ status មួយថាខ្ញុំទទួលស្គាល់ថាខ្ញុំពិតជាមនុស្សម្នាក់ដែល slow ប៉ុន្តែការ slow របស់ខ្ញុំមិនដែលឲ្យអ្នកណាមកជន់ឈ្លីកិត្តិយសរបស់ខ្ញុំបាននោះឡើយចង់ជន់ឈ្លីដោយខលប្រយោជន៍ណាមួយឬក៏ជន់ឈ្លីដោយការយល់ច្រឡំណាមួយខ្ញុំត្រូវតែទាមទាររយុត្តិធម៌សម្រាប់ខ្លួនឯងប៉ុន្តែអ្វីដែលខ្ញុំចង់បានធំបំផុតគឺពាក្យសុំទោសខ្ញុំគឺជាមនុស្សម្នាក់ដែលមានគុណធម៌ហើយខ្ញុំក៏មិនចង់ធ្វើបាបអ្នកណាដោយដៃរបស់ខ្ញុំផងដែរតែសូមត្រឹមតែអ្នកធ្វើខុសចំពោះខ្ញុំហើយគាត់ទទួលកំហុសនោះបេះដូងរបស់ខ្ញុំគឺអស់ចិត្តខ្ញុំនឹងលើកលែងឲ្យពួកគាត់ដោយក្តីញញឹមនិងរីករាយហើយមិនចង់បានអ្វីច្រើនពីពួកគាត់ខ្ញុំគឺជាមនុស្សម្នាក់ដែលដាច់ខាតមិនសាងកំហុសទៅលើអ្នកណាម្នាក់ដោយចេតនាណាមួយសម្រាប់ជីវិតរបស់ខ្ញុំសារជាតិនេះគឺខ្ញុំជួបរឿងជាច្រើនដោយមនុស្សគ្រប់រូបមិនអាចយល់ពីអារម្មណ៍មួយនេះបានអ្វីដែលខ្ញុំអាចធ្វើបាននៅក្នុងពេលនេះឬក៏ក្នុងជាតិនេះគឺខ្ញុំសូមត្រឹមធ្វើអំពើល្អហើយខ្ញុំនឹងដោះស្រាយរាល់បញ្ហាដែលខ្ញុំជួបមិនឲ្យអ្នកណាពិបាកដោយសារខ្ញុំមួយឡើយមុននឹងក្រោយខ្ញុំនឹងធ្វើឲ្យបានរាល់ឧបសគ្គដែលខ្ញុំជួបហើយខ្ញុំនឹងពំនាំនៃជីវិតចុងក្រោយរបស់ខ្ញុំនៅអំពើល្អនិងភាពល្អសម្រាប់មនុស្សដទៃជាតិនេះខ្ញុំអត់ចង់បានអ្វីច្រើនក្រៅពីពេលដែលខ្ញុំបិទភ្នែកខ្ញុំទៅនឹងភាពស្មោះត្រង់និងកិត្តិយសរបស់ខ្ញុំឲ្យសង្គមមើលឃើញថាខ្ញុំគឺជាមនុស្សបែបណាប៉ុន្តែខ្ញុំអត់ចង់ឲ្យបងប្អូនឬសូរសម្លេងយំរបស់ខ្ញុំនៅក្នុង voice នេះក៏ប៉ុន្តែការ voice មួយនេះធ្វើឲ្យខ្ញុំក្តុកក្តួលហើយក្នុងការ voice វីដេអូនេះគឺខ្ញុំមិនអាចមិនយំបានខ្ញុំចង់ប្រាប់បងប្អូនថាកិត្តិយសរបស់ខ្ញុំគឺពិតជាសំខាន់សម្រាប់ខ្ញុំក្នុងជាតិនេះខ្ញុំមានគោលការណ៍សម្រាប់ជីវិតខ្ញុំមួយបើខ្ញុំបិទភ្នែកក៏ខ្ញុំត្រូវតែយកកិត្តិយសដ៏ល្អទុកដល់កូនរបស់ខ្ញុំហើយនឹងភាពថ្លៃថ្នូរដល់វង្សតកូលរបស់ខ្ញុំទាំងមូលខ្ញុំអត់បានដឹងថាជាតិមុនខ្ញុំធ្វើអ្វីខុសឬក៏ខ្ញុំធ្វើមិនល្អតែខ្ញុំដឹងត្រឹមជាតិនេះខ្ញុំបានធ្វើល្អខ្ញុំអត់បានសាងអំពើអាក្រក់ខ្ញុំព្យាយាមធ្វើឲ្យល្អបំផុតសម្រាប់ជាតិនេះនោះដល់ថ្ងៃបិទភ្នែកក៏ខ្ញុំត្រូវតែយកកិត្តិយសដ៏ល្អទៅជាមួយខ្ញុំនឹងខំតស៊ូជាមួយនឹង brand ដែលខ្ញុំបង្កើតខ្លួនឯងផ្ទាល់គឺជា brand Nakamo ដែលខ្ញុំផ្ដោតទៅលើគុណភាពឈរនៅលើឆន្ទៈផលិតរបស់ល្អៗពិតប្រាកដឲ្យអតិថិជនប្រើដោយមានទំនុកចិត្តដោយសារអតិថិជនគ្រប់រូបក៏គាត់មិនដឹងពីគុណភាពដែលយើងផលិតមកអាស្រ័យទៅលើម្ចាស់ brand ផ្ទាល់គឺជាអ្នកជ្រើសរើសរូបមន្តខ្ញុំឈរនៅលើឆន្ទៈដោយការលក់ផលិតផលដែលល្អពិតប្រាកដគុណភាពជូនដល់បងប្អូនទាំងអស់នៅក្នុង brand Nakamo ភាពស្មោះត្រង់ដែលខ្ញុំបង្ហាញជូនដល់បងប្អូនទាំងអស់គ្នាមកបង្ចន់ច័ន្ទលក្ខណៈដែលគាត់មានបញ្ហាខ្លាំងមែនទែនដែលគាត់គឺជាមនុស្សក្បែរខ្លួនរបស់ខ្ញុំគាត់បានប្រើជាមួយនឹងឈុតមុខ Nakamo និងសម្លេងឈុតមុខ Nakamo តាមព្យាបាលមុខរបស់គាត់ជាសះស្បើយហើយផលិតផលរបស់ខ្ញុំគឺល្អពិតប្រាកដនេះហើយដែលជាឆន្ទៈនិងភាពល្អរបស់ខ្ញុំត្រូវតែលក់របស់ដែលមានគុណភាពជូនដល់បងប្អូនប្រើប្រាស់ទាំងអស់គ្នាដូចជាសម្លេងឈុតមុខ Nakamo និងឈុតមុខ Nakamo គឺជាប្រសិទ្ធភាពពិតប្រាកដដែលបងប្អូនតែងតែទទួលស្គាល់